គ្រប់ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយហើយដែលតាមកិច្ចសន្យាដែលថានឹងផ្ដល់នៅវីដេអូមួយទៀតដែលនាំអ្នកទាំងអស់គ្នាទៅ surprise ហ្មងដើម្បីភ្ញាក់ផ្អើលជាមួយនឹងវីដេអូដែលខ្ញុំបានថតនៅសកម្មភាពមួយចំនួនដែលខ្ញុំបានដើរលេងនៅភ្នំម៉ុងរទ្ធីហៅសួនសត្វម៉ុងរទ្ធីអញ្ចឹងណាអ្នកទាំងអស់គ្នាប្រកាសជាមិនទាន់បានដឹងទេថានៅខេត្តកំពង់ស្ពឺមានសួនសត្វអ្នកខ្លះក៏បានដឹងដែរប៉ុន្តែឥឡូវនេះខ្ញុំបងអ្នកទាំងអស់គ្នាទាំងអ្នកដឹងអ្នកមិនបានដឹងទៅមើលទាំងអស់គ្នានេះគេហៅសួនសត្វម៉ុងរទ្ធីសែនជ័យដែលដូចមានផ្លាកនៅក្នុងវីដេអូនឹងស្រាប់ហើយទេសភាពនេះគឺពិតជាស្រស់ស្អាតមែនទែនអានេះដល់ពេលល្ងាចហើយដោយសារតែខ្ញុំធ្វើដំណើរទៅមកដល់ហ្នឹងគឺវារៀងជ្រេម៉ោងទៅហើយអញ្ចឹងឥឡូវនេះគឺកាន់តែល្ងឹតហើយល្ងាចមែនទែនប៉ុន្តែយ៉ាងណាក៏ព្យាយាមថតវីដេអូដើម្បីទុកឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាតាមកិច្ចសន្យាថានឹងនាំអ្នកទាំងអស់គ្នាមកមើលអ្វីដែលប្លែកភ្នែកនិងទេសភាពដ៏ស្រស់ស្អាតតែសំខាន់ជាងគេអានេះក៏វាអាចថានាំមកនៅទេសភាពមួយប្លែកដែរនៅពេលល្ងាចវាមានសភាពងងឹតបន្តិចបន្តួចនៅតំបន់ខ្លះនិងកន្លែងខ្លះគឺនៅមានពលឺគ្រប់គ្រាន់សម្រាប់ថតយកវីដេអូដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនានេះគឺជាត្រីមួយប្រភេទដែលខ្ញុំភ្លេចបានអាននៅផ្លាកគេថាជាត្រីប្រភេទអីជាត្រីក្រហមតែយើងឃើញភ្នែកតែវាពណ៌ក្រហមយើងហៅវាត្រីក្រហមអញ្ចឹងទៅមានច្រើនក្បាលមែនតើហើយនៅហ្នឹងគឺគេហាមមិនឲ្យចំណីអីដោយសារខ្លាចងាប់ត្រីគេដាក់បំរាមមួយគឺហាមដាច់ខាតគឺយើងមិនអាចត្រូវឲ្យចំណីទៅសត្វដែលគេចិញ្ចឹមនៅក្នុងហ្នឹងឯងនៅក្នុងនេះមានសត្វជាច្រើនទៀតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែទៅទស្សនាមួយខ្ញុំឥឡូវហ្នឹងដើម្បីបានទស្សនាប្លែកនៅរបស់នឹងសត្វជាច្រើនទៀតដែលនៅក្នុងសួនសត្វនេះរបស់ប្លែកហ្នឹងមានដូចជាអគារដែរឬក៏សំណង់ដែលគេសង់ទុកហើយនឹងរបស់មួយទៀតសម្រាប់អ្នកទាំងអស់គ្នាចង់ឃើញនោះគឺសត្វព្រៃដែលចិត្តនឹងផុតពូជហើយនឹងសត្វមួយចំនួនទៀតដែលយើងអត់សូវស្គាល់ឈ្មោះអានឹងគឺជាចំណុចពិសេសសម្រាប់អ្នកទាំងអស់គ្នាដែលចង់ដឹងចង់ឮនៅក្នុងវីដេអូមួយនេះហើយនៅក្នុងវីដេអូនេះគឺខ្ញុំបានថតយកនៅសត្វមួយចំនួនហើយសត្វមួយចំនួនទៀតក៏បានថតទេដោយសារតែពេលហ្នឹងវាល្ងាចខ្លាំងហើយវាជិតដល់ម៉ោងដែលត្រូវនឹងគេបិទហើយគេមានម៉ោងកំណត់របស់គេគឺគេអត់ឲ្យយើងនៅមើលដល់យប់ជ្រៅទេដោយសារតែកន្លែងហ្នឹងក៏គេមានកំណត់ម៉ោងចេញនិងម៉ោងចូលដែរឥឡូវនេះវានៅសល់តែប្រហែលនាទីឬក៏ប្រហែលថាកន្លះម៉ោងទៅចុះអាហ្នឹងគេឲ្យយើងនៅប៉ុណ្ណឹងអញ្ចឹងខ្ញុំក៏មិនអាចថតបានអីច្រើនដែរថតបានតិចសង្ខេបខ្លីៗឲ្យអ្នកទាំងអស់គ្នាបានឃើញហើយសត្វទាំងអស់នេះទោះខ្ញុំមិនអាចរៀបរាប់ឈ្មោះក៏អ្នកទាំងអស់គ្នាបានដឹងដែរថាជាសត្វអីខ្លះហើយមុខមាត់មើលតើអាពណ៌ក្រហមមួយនេះដឹងហើយអ្នកទាំងអស់គ្នាមើលថាមិនស្គាល់ទៀតមិនដឹងជាមិនទេហើយក៏មានថាគីងកុងស្រុកខ្មែរជ័យលេងឯអានេះគឺជាសត្វអ្វីមួយអ្នកទាំងអស់គ្នាជួយប្រាប់ផងនិងផ្ដល់មតិនៅក្នុង comment វីដេអូព្រោះខ្ញុំអត់ដឹងដែរព្រោះសត្វនេះខ្ញុំឃើញគួរស្រឡាញ់ស្អាតប៉ុន្តែមិនដឹងជាសត្វអីហើយសង្ឃឹមថាបងប្អូននឹងកុំភ្លេចដាក់ឈ្មោះពូវាឲ្យខ្ញុំផងខ្ញុំអត់ស្គាល់ទេហើយនេះគឺជាទេសភាពនៅលើកំពូលភ្នំនាពេលល្ងាចហើយយើងមានប្រាសាទនិងមានសំណង់ស្អីផ្សេងទៀតដែលខ្ញុំសូវស្គាល់ទេតែខ្ញុំថតបានខ្លះទុកឲ្យអ្នកនរគ្នាមើលឥឡូវនេះខ្ញុំដល់ម៉ោងចាក់ចេញទៅវិញហើយនេះមុនទៅយើងថត2-3ក្បាលនេះទុកសិនសត្វតោហ្នឹងហើយយើងចេញតាមជំរាលជើងភ្នំដែលមានផ្លូវដ៏ស្រស់ស្អាតបត់ឆ្វេងបត់ស្ដាំកងចុះកងឡើងហើយខ្ញុំឥឡូវចង់ក្អួតចង់វិលមុខហើយឥឡូវចិត្តដល់ផ្លូវច្រកចេញទៅផ្ទះវិញហើយវាក៏យប់ល្មមអរគុណច្រើនសម្រាប់អ្នកទស្សនាវីដេអូនេះរហូតដល់ចប់អរគុណច្រើនបាយ